មានហេតុការណ៍ផ្ទុះហ្គាសដ៏កក្រើកមួយបានកាត់ឡើងបណ្ដាលឲ្យឆាបឆេះផ្ទះមួយកន្លែងនៅខេត្តផាធំធានីប្រទេសថៃផ្ដាច់ជីវិតមនុស្សម្នាក់និង6នាក់ផ្សេងទៀតរងរបួសនេះបើតាមការចុះផ្សាយរបស់កាសែតខៅសុតរបស់ថៃនៅព្រឹកថ្ងៃសៅរ៍ករណីអគ្គិភ័យនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល 7:15 នាទីព្រឹកថ្ងៃទី11ខែតុលាឆ្នាំ2025ស្ថិតនៅក្នុងភូមិផាណាសានខេត្តផាធំធានីប្រទេសថៃប្រភពដដែលបានបន្តថាភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅផ្សែងខ្មៅខ្មុលខ្មាញ់នៅចំណុចផ្ទះមួយកន្លែងរបស់ពលរដ្ឋស្ថិតនៅទីតាំងខាងលើក្រោយទទួលបានព័ត៌មានអាជ្ញាធរថៃនិងក្រុមជួយសង្គ្រោះបានប្រញាប់ទៅដល់កន្លែងកើតហេតុដើម្បីបាញ់ទឹកពន្លត់គ្រប់គ្រងស្ថានភាពក្នុងហេតុការណ៍នោះមានមនុស្សក្មេងចាស់ប្រុសស្រីយ៉ាងហោចណាស់6នាក់ត្រូវបានជួយសង្គ្រោះហើយបញ្ជូនទៅកាន់មន្ទីរពេទ្យទោះជាយ៉ាងណាប្រតិបត្តិការពន្លត់អគ្គិភ័យក្រុមសង្គ្រោះបានរកឃើញជនរងគ្រោះម្នាក់បានស្លាប់ក្នុងហេតុការណ៍នោះបន្ទាប់ពីជាប់នៅក្នុងផ្ទះមិនអាចគេចចេញមកបានបើតាមព័ត៌មានបឋមការសន្និដ្ឋានដំបូងរបស់ប៉ូលីសមូលហេតុអាចបណ្ដាលមកពីការផ្ទុះហ្គាសហើយការផ្ទុះមានកម្លាំងខ្លាំងបង្កជាអណ្ដាតភ្លើងដែលធ្វើឲ្យឆាបឆេះរាលដាលពេញផ្ទះយ៉ាងឆាប់រហ័សយ៉ាងណាមិញបច្ចុប្បន្នក្រុមស៊ើបអង្កេតកំពុងស្រាវជ្រាវករណីនេះលម្អិតបន្ថែមនិងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីកំណត់មូលហេតុពិតប្រាកដនៃការផ្ទុះដែលបង្កឲ្យមានសោកនាដកម្មកើតឡើង